បន្ទាប់មកក៏ផឹកទៀតហើយយើងក៏នាំគ្នាធ្វើដំណើរពីចូលហូទៅកាន់កូឡាឡាំពួរវិញទាំងអស់គ្នាហើយទៅនឹងក៏ធ្វើដំណើររៀងយូរដែរយើងបានញ៉ាំ breakfast ហើយក៏យើងបានឈប់តាមផ្លូវទិញអីញ៉ាំតិចមកដល់កូឡាឡាំពួរគឺថាថ្ងៃត្រង់ហូបបាយថ្ងៃទៀតដែរហើយក៏នាំគ្នាទៅបន្ទូខែវដោយសារថ្ងៃហ្នឹងនិយាយមែនគឺជាថ្ងៃចូលឆ្នាំរបស់ម៉ាឡេគឺថាមនុស្សច្រើនណាស់យើងក៏មិនភ្លេចដែររឿងថតត្រេនយើងគឺថាថតត្រេនដល់ចាស់ហើយត្រេនដែលខ្ញុំនិយាយថាមិនបានផុសហ្នឹងមិនមែនតែខ្ញុំទេពួកម៉ាក់ខ្ញុំក៏វាថតដែរហើយនេះ view នៅបាទូខែវគឺថាជាទីក្រុងជាដូចភ្នំមានព្រះវិស្ណុមានបងឌីដែលគាត់នៅនឹងចឹងហើយនេះគេថាយើងដើរត្រាច់ជាប់ពេញហ្នឹងហើយអាកាសធាតុវិញក៏អត់ខុសពីសិង្ហបុរីម្សិលមិញដែរអ្នកទាំងអស់គ្នាថាក្តៅឡើងចង់ប្រេះខួរតែហ្មងហើយឥឡូវយើងបានមកដល់កន្លែងមួយទៀតអីថតទៀតហើយមើលតាអ្នកនរគ្នាគឺថាក្តៅហ្មងខ្ញុំនិយាយមែនណាមិនមែនអត់ក្តៅទេគឺក្តៅយកទៅមែនតែនហើយពួកខ្ញុំត្រូវចង់បានរូបស្អាតគឺត្រូវឈរកណ្ដាលថ្ងៃថតហើយមើលបើកភ្នែកចង់រួចទេគឺខំប្រឹងថតហើយថតតែមួយថេកហើយគឺយកទៅហ្មងហើយឥឡូវដើរមកនេះតឡានវិញគឺថាបានរៀងជជែកអីចឹងទៅរៀងគ្រាន់បានឥឡូវយើងមកដល់កន្លែងមួយទៀតហើយកន្លែងនេះអាគារគេគឺថាស្អាតបែបបុរាណអីចឹងចឹងគឺបានដៃទៀតហើយគឺថាថតទៀតហើយនៅកន្លែងនេះដល់ពេលមកដល់វារៀងចុះត្រជាក់បន្តិចអាចបានថតបានច្រើនហើយថ្ងៃហ្នឹងដូចខ្ញុំនិយាយចឹងថ្ងៃចូលឆ្នាំរបស់គេខាងសាសនាគេអញ្ចឹងគេមកភ្ញៀវច្រើនមែនតើហើយខ្ញុំបានថតតិចតួចហើយអាត្រែនហ្នឹងគឺអត់ចោលទេថតទៀតហើយមិត្តភ័ក្តិពីរនាក់មិត្តភ័ក្តិខ្ញុំគឺនាំគ្នាបវល់ទៀតហើយបវល់ចូលបវល់ឡើងឃើញថាស្អាតមិត្តភ័ក្តិខ្ញុំក៏ប្រាប់ខ្ញុំថាណែថតធ្វើលោតមើលស្អាតហើយខ្ញុំលោតតាមវាប៉ុន្តែពេលដែលខ្ញុំមើលវីដេអូនឹងម្ដងវិញខ្ញុំរកកន្លែងស្អាតអត់ឃើញអ្នកនរគ្នាជួយរកមើលខ្ញុំមានកន្លែងស្អាតអត់ទេខ្ញុំលោតឡើង3ដងខ្ញុំញ៉ាំហើយខ្ញុំនៅទៅរកកន្លែងស្អាតឃើញហើយកាន់ថងហ្នឹងគឺថាបានសុកឡាមអ្នកថងហើយហ្នឹងឥឡូវនាំគ្នាជិះទៅអាគារភ្លោះយើងទៅដល់អាគារភ្លោះហ្នឹងគឺថានិយាយពីមនុស្សហើយសតាជនជាតិគាត់មកនេះពួកខ្ញុំអត់បានឈរនៅមុខនឹងទេគឺដើរចូលក្នុងសាមានណាអ្នកនរគ្នាដើរចូលក្នុងសាសតែមនុស្សដដែលប៉ុន្តែវាភ្លៀងហងអីហងបានដៃ shopping បដ ாய் អ្នកនរគ្នាហើយតែញ៉ាំមានគិតអីទេហើយចេញមកវិញរាំងភ្លៀងចេញមកវិញថតបានមួយបន្តិចគាត់អត់បានទៅថតឲ្យឆ្ងាយឲ្យបានរូបស្អាតអីទេបានថតតែបន្តិចនៅមុខ Twin Tower ហ្នឹងហើយទុកដាក់ក្នុងត្រេនក៏នាំគ្នាដើរត្រឡប់ទៅឡានវិញជួបជុំជាមួយនឹងបងប្អូនដែលគាត់ទៅធួជាមួយគ្នាក្នុងឡានទាំងអស់គ្នាថាថតបានមកជិបហើយដល់មកងាកដល់អាហារល្ងាចទៀតហើយពួកខ្ញុំធ្វើបាបទូរស័ព្ទនៅក្នុងអូតែលហើយគ្នានៅសុកដាក់គ្នាដីឥឡូវផឹកឡើងមកទៀតណាពួកខ្ញុំថ្ងៃហ្នឹងត្រូវធ្វើដំណើរទៅ Genting ហើយឆ្លៀតថត view ផឹកឡើងមកអូតែលបន្តិចតួចនៅក្នុងក្រុងកូឡាឡាំពួរហ្នឹងឲ្យមើលមុនពេលឡើងពេលធ្វើដំណើរទៅតាមភ្នំ Genting ហ្នឹងវាស្តៀងភ្នំបូកគោចឹងឥឡូវបានឡើងមកដល់កន្លែងនេះហើយគឺយើងត្រូវចាំសវត្តជីកទ្រខ្សែកាបទៅលើបាយ